ឃើញទិដ្ឋភាពនេះហើយក៏ពិតជាអាណិតប្រកបខ្លាំងមែនទែនជាពិសេសចាស់ៗដែលគាត់ធ្វើការនៅនឹងណាពេលខ្លះគាត់រកចំណូលសឹងតែអត់បាន100ខ្មែរនៅក្នុងមួយថ្ងៃទេដោយសាររមណីយដ្ឋានមួយនេះគឺអត់សូវមានភ្ញៀវទៅលេងច្រើនទេដល់អញ្ចឹងទៅពួកគាត់គឺអត់សូវជាមានការងារធ្វើទេពួកគាត់ត្រូវអង្គុយចាំភ្ញៀវជាច្រើនម៉ោងហើយពេលខ្លះក៏បានភ្ញៀវពេលខ្លះក៏អត់ភ្ញៀវអញ្ចឹងទៅកន្លែងដែលខ្ញុំទៅលេងថ្ងៃនេះគឺរមណីយដ្ឋានកំពង់ភ្លុកដែលអ្នកទាំងអស់គ្នាតែស្គាល់ថាជាទន្លេសាបនឹងឯងហើយនេះជាការរស់នៅរបស់ប្រជាជនដែលនៅនឹងហើយបើមករដូវកាលនេះគឺរដូវកាលទឹកចាប់ផ្ដើមឡើងហើយអញ្ចឹងប្រជាជនដែលរស់នៅនឹងចង់ទៅណាទៅណីអញ្ចឹងតើពួកគាត់ជិះកណូតជិះអីអញ្ចឹងដើម្បីឆ្លងកាត់ក៏ដូចជាទៅរៀនទៅសាលាឬក៏ត្រូវធ្វើដំណើរទៅធ្វើការអីគឺត្រូវធ្វើដំណើរដោយការជិះទូកឬជិះកណូតទៅអញ្ចឹងហើយនេះជាទិដ្ឋភាពរបស់ប្រជាជនដែលរស់នៅនឹងភាគច្រើនពួកគាត់ប្រកបមុខរបរនេសាទត្រីអីផ្សេងៗអញ្ចឹងហើយអ្នកខ្លះមួយចំនួនទៀតក៏គាត់អ្នកបើកកណូតដើម្បីដឹកភ្ញៀវទេសចរដែលមកលេងនៅនឹងផ្ទាល់អញ្ចឹងដោយសារនៅនឹងគឺមានផ្ទះខ្ពស់ស្អាតខ្លាំងមែនទែនហើយប្លែកភ្នែកដោយសារយើងធ្លាប់តែនៅផ្ទះទល់ដីឬក៏ផ្ទះបែបជើងអសអញ្ចឹងបើនៅនោះគឺផ្ទះនៅលើទឹកតែម្ដងហើយជើងអសខ្ពស់ទូចខ្លាំងមែនទែនហើយដល់រដូវកាលនេះគឺរដូវកាលទឹកចាប់ផ្ដើមឡើងហើយអញ្ចឹងគឺទេសភាពគឺថាស្អាតខ្លាំងមែនទែនហើយមានប្រជាជនច្រើនខ្លាំងមែនទែនដែលគាត់ទៅធ្វើការនៅនឹងជាលក្ខណៈសហគមន៍អញ្ចឹងហើយពួកគាត់ចាស់គឺប្រកបមុខរបរអមទុដើម្បីនាំភ្ញៀវចូលទស្សនានៅក្នុងព្រៃកងកាំងអញ្ចឹងប៉ុន្តែពិតជាសោកស្ដាយខ្លាំងមែនទែនសារអត់សូវជាមានភ្ញៀវទៅទស្សនាច្រើនទេអញ្ចឹងទៅពួកគាត់អត់សូវជាមានការងារធ្វើហើយអង្គុយចាំពីព្រឹកដល់ល្ងាចពេលខ្លះក៏បានភ្ញៀវពេលខ្លះក៏អត់ភ្ញៀវអញ្ចឹងនៅនឹងគេធ្វើជាលក្ខណៈសហគមន៍ប្រជាជនដែលរស់នៅនឹងអាចប្រកបមុខរបរជាអមទុអីនឹងបានប៉ុន្តែបើថ្ងៃណាយើងហេងសំណាងអីអញ្ចឹងទៅក៏យើងអាចបានភ្ញៀវមកទូពីរទូអញ្ចឹងទៅក៏យើងទទួលបានថវិកាខ្លះដើម្បីចិញ្ចឹមជីវិតអីចឹងទៅតែបើប៉ះថ្ងៃណាអត់ទៅមានភ្ញៀវមកទស្សនាច្រើនគឺក៏អត់បានអមទុទេអញ្ចឹងទៅគឺក៏អត់រកចំណូលបានសម្បីតែ100ខ្មែរអញ្ចឹងខ្ញុំសូមសំណូមពរអ្នកដែលមកលេងនៅខេត្តសៀមរាបកុំភ្លេចមកលេងនៅទីតាំងមួយកន្លែងនេះគឺថាស្អាតខ្លាំងមែនទែនមិនថាទេសភាពហើយបើបានអមទុចូលលេងនៅក្នុងព្រៃកងកាងនឹងទៀតគឺយើងអាចឃើញសត្វស្វាសត្វអីផ្សេងគឺថាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនពិសេសគឺមានផ្សារលើទឹកទៀតសម្រាប់ផ្សារលើទឹកហ្នឹងគឺប្រកបលក់នៅលើទូកហ្នឹងតែម្ដងគឺថាប្លែកភ្នែកខ្លាំងមែនទែនយើងធ្លាប់តែឃើញគេបើកផ្សារបើអីតែអានេះគឺនៅលើទឹកហើយអង្គុយលក់ធម្មតាអញ្ចឹងហើយមួយទៀតខ្ញុំសូមសំណូមពរអ្នកដែលរស់នៅទីនោះផ្ទាល់ក៏ដូចជាអ្នកដែលទៅដល់លេងសូមរក្សានៅបរិស្ថានផងដោយសារនៅនឹងមានតែភ្ញៀវជាតិទេគឺភ្ញៀវអន្តរជាតិទៅលេងច្រើនខ្លាំងមែនទែនអញ្ចឹងសម្រាប់គឺយើងគួរតែទុកដាក់ឲ្យបានសមរម្យអញ្ចឹងកុំអោយវាឃើញដែនដងពេញទឹកពេញអីអញ្ចឹងទៅវាមើលទៅវាអត់សូវស្អាតអញ្ចឹងភ្ញៀវទេសចរគាត់មកលេងគឺគាត់ត្រូវការភាពស្អាតដែរអញ្ចឹងផ្លេចថែរក្សាបរិស្ថានឲ្យបានល្អដើម្បីឲ្យមានភ្ញៀវមកលេងឲ្យច្រើនដើម្បីឲ្យមានចំណូលចូលប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើន